បងប្អូនទាំងអស់គ្នាក៏ដូចជាសួស្តីទៅដល់មិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាបាទថ្ងៃនេះផងដែរគឺខ្ញុំបានលើកយកមេរៀនភាសាអង់គ្លេសមួយដែលទាក់ទងជាមួយនឹង Man of Year អូខេ Man of Year បើយើងប្រែនៅក្នុងជាភាសាខ្មែរគឺមានន័យថាខែនៃឆ្នាំអូខេ Man of Year ខែនៃឆ្នាំអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់ខែទី1ដែលខែទី1របស់យើងគឺ January គឺយើងបកប្រែជាភាសាខ្មែរយើងប្រែថាខែមករាអូខេ January អូខេទី2ខែទី2គឺ February ឬក៏អាចអានម្យ៉ាងទៀតថា February ក៏បានអូខេ February គឺយើងបកប្រែជាភាសាខ្មែរប្រែថាខែកុម្ភៈអូខេយើងចូលទៅដល់ខែទី3គឺខែទី3គឺ March គេ March យើងបកប្រែជាភាសាខ្មែរគឺខែមីនាអូខេយើងចូលទៅដល់ទី4 April បកប្រែជាភាសាខ្មែរថាខែមេសាអូខេខែមេសាយើងចូលទៅដល់ទី5អូខេទី5 May អូខេ May យើងបកប្រែជាភាសាខ្មែរថាខែឧសភាខែឧសភាយើងចូលទៅដល់ខែទី6អូខេខែទី6គឺ June អូខេ June បកប្រែជាភាសាខ្មែរថាខែមិថុនាអូខេខែមិថុនាយើងចូលទៅដល់ខែទី7អូខេខែទី7គឺ July គឺប្រែថាខែកក្កដាអូខេចូលទៅដល់ខែទី8 August គឺខែសីហាអូខេយើងចូលទៅដល់ខែទី9អូខេខែទី9 September អូខេ September គឺខែកញ្ញាអូខេខែកញ្ញាអូខេយើងចូលទៅដល់ខែ10គឺ October គឺខែតុលាអូខេយើងចូលទៅដល់ខែ11គឺ November គឺយើងប្រែជាភាសាខ្មែរថាខែវិច្ឆិកាអូខេខែវិច្ឆិកាអញ្ចឹងចុងក្រោយខែ12គឺ December អូខេ December គឺខែធ្នូអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានសិក្សាភាសាអង់គ្លេសទាក់ទងជាមួយនឹង Man of Year ថ្ងៃនេះសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខសប្បាយ